សួស្តីមកអ្នកគ្នាស្វាគមន៍មកកាន់ Channel គុំខ្លាយម្ដងទៀតថ្ងៃនេះដែរគឺយើងមកស្ដាប់មកស្ដាប់ចង់ភ្លេចនិយាយថ្ងៃនេះដែរយើងជួបគ្នាម្ដងទៀតហើយជាមួយនឹងសាច់រឿងថ្មីអញ្ចឹងបានត្រឹមត្រូវនិយាយខុសហ្នឹងបងប្អូនឆ្ងល់ទៀតហើយ admin ឯង intro រាល់ដងដូចមិនអញ្ចឹងឯងបើក្បាលមកអធិស្ឋានបងប្អូនហើយសម្រាប់ម្សិលមិញអត់បាន upload អត់បាន post អីរឿងបងប្អូនមិនមែនអត់ post ទេយើង post ហើយយើងកាត់វិញយើង post ភ្លាមប៉ុន្តែយើងដាក់ unlist ចាំដល់ម៉ោងចាំយើង public វាអញ្ចឹងណាប៉ុន្តែបើដល់ម៉ោងនេះយើងដាក់ម៉ោងរោទៀតមិនអត់ដាក់ម៉ោងរោដាក់ម៉ោងរោទៀតម៉ោង8យើងត្រូវ upload សាច់រឿងម៉ោង8ម៉ោងរោពឹបយើងដឹងហើយថាអូត្រូវ upload សាច់រឿងអញ្ចឹងយើងទាញទូរស័ព្ទមកចូលទៅក្នុង app YouTube Studio ណាដើម្បី public សាច់រឿងមួយហ្នឹងមក play ដល់បងប្អូនចូលទៅវាទៅជាវិញវាន់ទៅជា ភ្លេចវាថាអត់ដឹងតែយើងចូលមកក្នុង app ហ្នឹងឬក៏កម្មវិធីដើម្បីធ្វើអីចុចចុចឡើងក៏ចេញមកវិញទៅតោះតែបលឹមឡើងត្រឡប់របស់ខ្ញុំក្រោកមកខ្ញុំមើលម៉ោងអញ្ចឹងណាមើលម៉ោងដល់ពេលមើលម៉ោងហ្នឹងក៏នឹកឃើញចង់ទៅមើលរឿងរបស់តាច័ន្ទនឹងតិចមើលតើ view ប្រហែលហើយអញ្ចឹងណាព្រោះ YouTube វាវីដេអូមួយវាមាន rank របស់វា rank លេខ1លេខ2លេខ3អញ្ចឹងទៅតាមសាច់រឿងដែលគេជ្រើសរើសមើលច្រើនឬតិចអីចឹងណាដល់តែមើលទៅចំឯណាសាច់រឿងមើលនៅក្នុងcontent កន្លែងដែលយើងទុកវីដេអូហ្នឹងគឺឃើញអត់ទាន់ public ផងភ្លេចច្រើននិយាយទៅជាស្រ័យបងប្អូនមែនតើដាក់ខ្លួនឯងមានកញ្ញដែរហ្នឹងមិនភ្លេចតោះបងប្អូនណាកុំឲ្យរងចាំយូរយើងទៅស្ដាប់សាច់រឿងតែម្ដងសាច់រឿងឯនេះដែរគឺខ្ញុំទទួលបានអំពីបង្ហាក់ដែលសាច់រឿងរបស់បង្ហាក់នេះដែរគឺពាក់ព័ន្ធជាមួយនឹងការបោះតង់អញ្ចឹងសម្រាប់បងប្អូនណាដែលចូលចិត្តរឿងបោះតង់ហ្នឹងគឺត្រូវហើយសាច់រឿងនេះដែរគឺកើតឡើងកាលពីឆ្នាំ2021អញ្ចឹងរំលងទៅ5ឆ្នាំហើយបងប្អូនអញ្ចឹងយើងសិតតែបានដឹងអញ្ចឹងបងប្អូនហើយមុននឹងចូលមកដល់ឆ្នាំ2021ហ្នឹងគឺសិតតែយើងបានឆ្លងកាត់ទាំងអស់គ្នាមែនទេគឺការ lockdown ឬក៏COVID ហ្នឹងរនខ្ញុំមិនចង់ចេញទៀតហើយ COVID ហ្នឹងអញ្ចឹងអាជីវកម្មភាគច្រើនមែនតើបងប្អូនគឺត្រូវបានផ្អាកឬក៏បិទទ្វារអញ្ចឹងគាត់ថាបន្ទាប់ពីផុត COVID មកទោះបីជាថាយើងផុត COVID មកវាប្រចាប់បានដើរលេងប៉ុន្តែក៏នៅតែមានការដូចថាអាជីវកម្មណាដែលគាត់ដូចថាខ្សែធនហើយគាត់មិនអាចបើកឡើងវិញបានអាជីវកម្មខ្លះក៏មិនទាន់បើកទ្វារភ្លាមដែរពេលហ្នឹងដល់ហេតុថាពួកគាត់នេះជាប់ lockdown យូរពេកទៅពួកគាត់ដែលជាជើងបោះតង់ពួកគាត់ក៏នឹកគ្នាថាចង់ទៅបោះតង់ឡើងវិញអីចឹងណាប៉ុន្តែមិនទាន់ហ៊ានទៅបោះតង់កន្លែងណាផ្សេងទេបងប្អូនដូចតែមិនទាន់ចង់ទៅឆ្ងាយទេអញ្ចឹងទៅក៏ពិភាក្សាគ្នាក្នុងនោះបងហាក់ដែលជាមេក្រុមនៅក្នុងការបោះតង់ហ្នឹងគាត់ក៏បាននិយាយថាឥឡូវឯងមានស្គាល់កន្លែងមួយដែលកន្លែងហ្នឹងគឺជាកន្លែងដូចជា resort របស់បងដែលជាដូចថាត្រូវជាមិត្តភក្តិបងរបស់គាត់អញ្ចឹងណាយើងអាចថាជាបងរបស់គាត់អញ្ចឹងទៅអញ្ចឹង resort មួយហ្នឹងគឺបងម្នាក់ហ្នឹងគឺគាត់មាន resort ហ្នឹងអញ្ចឹងមិនម៉េចយើងទៅបោះតង់នៅហ្នឹងទៅហើយណាមួយ resort ហ្នឹងគឺគាត់បានបិទទ្វារមួយរយៈហើយអំឡុងពេល COVID ហ្នឹងហើយ resort របស់គាត់ហ្នឹងវាមានទិដ្ឋភាពព្រៃភ្នំអីស្អាតអីអញ្ចឹងណាចាំបន្ទាប់ពីនិយាយគ្នាហើយក៏មិត្តភក្តិគាត់ថាសុំគាត់មកមិនមកទៅនឹងបណ្ដោយទៅអញ្ចឹងបន្ទាប់ពីបានការឯកភាពអំពីមិត្តភក្តិរបស់គាត់ហើយបង្ហាក់ក៏គាត់បានតាក់ទងទៅកាន់បងប្រុសរបស់គាត់ឲ្យសាកសួរមិត្តភក្តិរបស់គាត់ឲ្យផងបានអត់បងប្រុសគាត់ក៏ទេទៅសួរនាំអីចឹងទៅបន្ទាប់មកក៏ខាងបងប្រុសដែលជាម្ចាស់ resort ហ្នឹងក៏គាត់ថាអូខេអត់អីទេអាចទៅបោះតង់នឹងបានអត់អីទេមិនមកទៅថ្ងៃណាអីចាំប្រាប់គាត់មកគាត់ឲ្យគេទៅបើកសោឲ្យជួយបើតែកន្លែងរបស់គាត់បិទទ្វារក៏ពិតមែនក៏ប៉ុន្តែគាត់មានជួលជាអ្នកភូមិម្នាក់ពីរនាក់ឲ្យនៅមើលនៅថែរក្សានៅកន្លែងហ្នឹងអញ្ចឹងដូចជាស្រោចឈើកាត់ស្មៅកាត់អីជាដើមអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីបានការយល់ព្រមពីម្ចាស់កន្លែងហើយក៏ពួកគាត់នេះក៏នាំគ្នារៀបចំធ្វើដំណើរទៅអញ្ចឹងនៅពេលដែលធ្វើដំណើរទៅគឺមានគ្នាទាំងអស់ហ្នឹង7នាក់បងប្អូនក្នុងនោះគឺមានម្នាក់ឈ្មោះគាត់ឈ្មោះបងលៀងបើណាឈ្មោះបងលៀងនេះគឺជាឈ្មោះដែលបងហាក់គាត់ដាក់ឲ្យទេបងប្អូនឈ្មោះពិតរបស់គាត់ផ្សេងគាត់ថាយើងមិនប៉ះពាល់ឈ្មោះរបស់គាត់ទេបងលៀងនិងបងហាក់ហ្នឹងគាត់ជាមិត្តភក្តិនឹងគ្នាក៏ប៉ុន្តែគាត់ថាពួកគាត់ពីរហ្នឹងគឺឧស្សាហ៍ខ្វែងគំនិតគ្នាណាហើយក៏មិនមែនថាជាមិត្តភក្តិអីពីក្មេងមកដែរបងប្អូនតែជាមិត្តភក្តិដែលដូចថាស្គាល់តាមគ្នាអញ្ចឹងតែបោះតង់តែមិនមែនតែឆ្នាំទេ5 6ឆ្នាំដែរហើយអញ្ចឹងណាគាត់ថាពួកគាត់ឧស្សាហ៍ខ្វែងគំនិតគ្នាដោយសារតែអីឧទាហរណ៍យើងនិយាយលើឧទាហរណ៍កន្លែងដែលនាំមកហ្នឹងគឺជាកន្លែងដែលបង្ហាក់ហ្នឹងគាត់សុំគេមកអីចឹងណា
អញ្ចឹងបង្ហាក់ពីចឹងគឺគាត់អ្នករៀបចំគម្រោងរៀបចំឲ្យយើងអាចថាគាត់ជាមេក្រុមប៉ុន្តែបងលៀងហ្នឹងគាត់ចេះតែចង់ដូចថាចេះចង់ឲ្យគេមើលមកគាត់តែជាមេជាធំជាអីចឹងណាបងប្អូនគឺគាត់តាំងតែអញ្ចឹងហើយជាមូលហេតុដែលតែងតែខ្វាយគំនិតគ្នារវាងគាត់ជាមួយនឹងរវាងបងលៀងជាមួយនឹងបង្ហាក់ហ្នឹងអញ្ចឹងនៅពេលដែលមកដល់ហ្នឹងក៏ដូចថាយើងពេលនៅពេញយកបានទិញអីទេយើងចាំមកទិញនឹងស្រុកស្រែចំការអញ្ចឹងឬថាយើងចង់ហូបសាច់គោឬក៏សាច់ជ្រូកអីយើងជិះមកទៅយើងទិញនៅភូមិអ្នកស្រុកវិញបានសាច់ដែលល្អសាច់ក៏ដូចថាគោស្រែជ្រូកស្រែមឿនស្រែអញ្ចឹងណាយើងគិតបែបហ្នឹងគឺល្អបងប្អូនយើងចេញនឹងក្រុងយើងពិបាកទៅមកស្រុកស្រែចំការនេះអាចរកសាច់ដែលល្អបានអញ្ចឹងមករកទិញហើយសូម្បីតែទិញសាច់ហ្នឹងក៏ឆ្លោះគ្នាដែរបងហាក់គាត់ថាចង់ទិញសាច់នេះទៅវាស្រួលវាលឿនធ្វើម្ហូបធ្វើអីទៅដូចសាច់គោអីចឹងសាច់ជ្រូកទិញសាច់នេះតែបងលៀងគាត់ថាទិញអានេះវិញក៏មានជាដូចថាតវ៉ាគ្នាអី1 2 1 2ចឹងទៅសូម្បីតែទិញភេសជ្ជៈទិញស្រាទេហ្នឹងក៏មានការខ្វែងគំនិតគ្នាអីដែរគាត់ថាភាគច្រើនអ្នកដែលទៅហ្នឹងគឺគេឲ្យអត្ថភាពទៅលើបង្ហាក់ពីព្រោះបង្ហាក់គាត់រៀបចំទ្រីបមកច្រើនហើយអញ្ចឹងណាអញ្ចឹងបងលៀងហ្នឹងគាត់ចេះថាខឹងគេខឹងឯងអញ្ចឹងទៅរហូតមកដល់កន្លែងតែបោះតង់សូម្បីតែមកដល់កន្លែងបោះតង់ហើយហ្នឹងដូចថាម្ចាស់ resort ហ្នឹងគេប្រាប់ទៅខាងអ្នកថែរក្សាហ្នឹងហើយថាបើពួកគាត់ទៅដល់រៀបចំឲ្យគេអ៊ីនធឺណិតរៀបចំទៅកន្លែងគេរៀបចំតែបងលៀងគាត់ខុសគេកន្លែងហ្នឹងកន្លែងយើងសុំគេមកបោះតង់ហើយគាត់បាយយកទេខ្ញុំអត់ចង់គេហ្នឹងខ្ញុំចង់គេនោះអីចេះគាត់ដើរមើលគាត់ចង់គេនោះវិញដូចមានព្រៃមានភ្នំមានអីចឹងណានិយាយទៅគឺមនុស្សគាត់ដូចតែគាត់ទៅតែឯងចឹងណាគាត់ព្យាយាមអូសទាគេទៅជាមួយតែគេអត់នេះទេសម្រាប់បងហាក់គាត់ថាតាមពិតទៅបើសិនជាកន្លែងហ្នឹងអូថាយើងមកបោះតង់ជាលក្ខណៈកន្លែងសហគមន៍អីចឹងហើយយើងចេះតែស្របតាមបងលៀងទៅធ្វើម៉េចមកជាមួយគ្នាឲ្យតែបងលៀងសមាជិកបងហាក់គាត់មិនចង់ឈ្នះចាញ់ទេប៉ុន្តែកន្លែងនេះជាកន្លែងដែលយើងសុំគេកន្លែងឯកជនរបស់គេឲ្យយើងមកបោះតង់យើងបោះទៅនឹងទៅធ្វើម៉េចឲ្យតែសบายទៅវាទៅរើសច្រើនទៅអីចឹងណាប៉ុន្តែបងលៀងគឺគាត់អញ្ចឹងហ្មងថាពេលហ្នឹងក៏ដូចថាអត់មានគេតាមគាត់តែឯងជាមួយនឹងសង្សាររបស់គាត់ហើយពេលសង្សាររបស់គាត់ដូចថាពេលហ្នឹងចង់ឲ្យគាត់នៅជុំគេដែរប៉ុន្តែបងលៀងគាត់ប្រកែកអញ្ចឹងបងលៀងនិយាយជាមួយលោកពូហ្នឹងថាលោកពូខ្ញុំចង់ទៅបោះតនោបានអត់ហើយសម្ដីរបស់គាត់ហ្នឹងនិយាយមកគឺដូចថាមិនចេះគោរពគេគោរពឯងណាសម្រាប់គ្នាបង្ហាញទៅដល់លោកពូជម្រាបសួរខ្ញុំមកបងគាត់ឲ្យមកអញ្ចឹងតែបងលៀងគឺលោកពូខ្ញុំអាចទៅបោះតនោបានអត់អញ្ចឹងលោកពូហ្នឹងដូចថាគាត់អ្នកនៅស្រុកស្រែចំការគាត់អ្នកនៅយាមឲ្យគេឃើញគេមកបែបស្អាតស្លៀកពាក់បែបអ្នកក្រុងអ្នកអីចឹងទៅក៏គាត់រៀងខ្លាញ់អត់អីទេក្មួយអីចឹងបងចាំពូទៅរៀបចំឲ្យបងហាក់គាត់ថាលៀងឯងទៅបោះឯណាឲ្យរៀបចំអីទៀតឯងឃើញគាត់រៀបចំតនេះឲ្យស្អាតឯងឲ្យគាត់ទៅរៀបចំទៅទៀតឯងឃើញល្ងាចហើយទេប្រលប់ហើយហ្នឹងបងនិយាយថាសាច់តែអញពូឯងរៀបចាំខ្ញុំឲ្យលុយប្រហែលប៉ុណ្ណឹងអីចឹងណានិយាយវាបែបបងប្អូនស្អាតតែសម្ដីក៏ដឹងតែបងលៀងមិនទេមែនទេអញ្ចឹងក៏បន្ទាប់មកបងលៀងហ្នឹងក៏គេយកតាំងទៅបោះនៅនោះទៅប៉ុន្តែក៏ដល់ពេលបោះនៅនោះហើយអាពេលមកហូបជាមួយគ្នាហ្នឹងបើយើងនិយាយពីអាកន្លែងដែលពួកគាត់បោះហ្នឹងហើយទៅកន្លែងដែលបងលៀងចង់ទៅបោះហ្នឹងវាអាចថាចម្ងាយបែរជា200ម៉ែត្រទេប៉ុណ្្នឹងឯងវានៅក្បែរនឹងអាកន្លែងជើងភ្នំឯនោះគាត់នៅកន្លែងហ្នឹងវារៀងស្ដុកដូចនិយាយអញ្ចឹងដោយសារតែបិទយូរហើយលោកពូដែលថាជាអ្នករៀបចំហ្នឹងគាត់រៀងចំណាស់ដែរហើយបងប្អូនជើងគាត់រៀងប៉ាំងពីមកជំហៀងណាអញ្ចឹងគាត់នៅហ្នឹងគាត់បានត្រឹមតែដូចថានៅក្នុងប៉ាវ៉េនរីសតហ្នឹងគាត់សម្អាតបានគាត់ស្រោចផ្កាបានតែនៅនោះវាឆ្ងាយដែរអញ្ចឹងទៅគាត់បាននេះពួកគាត់នេះក៏នាំគ្នាបោះតង់3ឬក៏នាំគ្នាដាក់អាំងសាច់អាំងអីញ៉ាំអីចឹងទៅបន្ទាប់មកក៏បង្លៀងច្រឡំបង្ហាក់គាត់ប្រើឲ្យគ្នាប្រកបម្នាក់ហ្នឹងទៅហៅបង្លៀងជាមួយសង្សារគាត់មកហូបអីចឹងទៅអញ្ចឹងគាត់ទៅហៅអញ្ចឹងទៅមកដល់អញ្ចឹងទៅក៏ញ៉ាំអីជុំគ្នាគាត់ថាបងលៀងគាត់មកអត់ enjoy បណ្ដោយដូចមិនដឹងមិនគាត់មកដល់គឺគាត់អង្គុយហូបតែគាត់អត់ខ្វល់ជាមួយណាគេទាំងអស់ហូបតែឯងផឹកតែឯងអញ្ចឹងទៅបងហាក់នេះខំអូអាលៀងមកចូលគ្នាមួយមើលអីចេះប៉ុន្តែបងលៀងគាត់តែឯងអញ្ចឹងទៅក៏យើងផឹករហូតដល់ម៉ោងប្រហែលជា10អញ្ចឹងទៅក៏អ្នកខ្លះគាត់ទៅគេងអីអញ្ចឹងទៅនៅសល់ប្រហែលជា3 4នាក់ទេនៅ3 4នាក់ទេអញ្ចឹងក៏3 4នាក់នៅផឹកអីហើយបងលៀងគាត់អង្គុយតែឯងជាមួយនឹងសង្សាររបស់គាត់អង្គុយញ៉ាំអីជាមួយគ្នាសង្សាររបស់គាត់ក្រោកមកចូលឈៀសប្បាយជាមួយគេតែបងលៀងអត់ទេអង្គុយបានមកសន្ទុះប្រហែលជាម៉ោង11អីហ្នឹងក៏បងលៀងគាត់ថាអូងុយដេះក៏ក្រោកដើរទៅពេលគាត់ក្រោកដើរទៅហ្នឹងក៏ឃើញសង្សារបងលៀងដើរតាមពីក្រោយទៅដើរតាមក្រោយទៅគាត់អត់មានលាអូចូលដេកមុនអត់មានលាណាគេទេគាត់ទៅតែឯងណាគាត់ឃើញសង្សារបងលៀងដើរពីក្រោយទៅហើយពួកគាត់ហ្នឹងក៏បន្តជូនទៅហើយណាមួយពេលនឹងរឿងសវឹងដែរនៅសល់តែគ្នា2 3នាក់ទេអញ្ចឹងណាអញ្ចឹងបងប្អូនដល់ពេលដែលកំពុងចូលក៏សាត់ពលឺសម្លេងបងលៀងទៅណាបាត់ហើយអញ្ចឹងទៅក៏លេចមកឃើញសង្សារបងលៀងហើយម្នាក់ដូចថារៀងសវឹងដែរមើលហើយចុះមិនមែនអណៃទៅមកលៀងឯងអត់ផងបងខ្ញុំទៅបន្ទប់ទឹកអញ្ចឹងទៅក៏គាត់ថាអូវាដើរទៅ
កន្លែងតង់បាត់ហើយអូនឯងទៅតាមវាទៅអញ្ចឹងសង្សារបង្លៀងក៏ទៅបងអើយអញ្ចឹងខ្ញុំលាទៅគេងមុនហើយអញ្ចឹងណាក៏ទៅបាត់ទៅគ្នារបស់គាត់នេះក៏បន្តផឹកអីដល់ម៉ោង 12 ដល់ម៉ោង 12ក៏នាំគ្នាចូលសម្រាកសម្រានទៅពេលដែលសម្រាកសម្រាននេះបងប្អូនហើយគាត់ក៏ស្រាប់តែឮសំឡេងយំចឹងសំឡេងមនុស្សស្រីគាត់ឆ្ងល់ថាឯគេយំឲ្យស្មើហ្នឹងតាមពិតទៅបើយើងនិយាយទៅគឺស្រីអត់មានច្រើនទេគឺមានតែម្នាក់ហ្នឹងឯងដែលជាសង្សារបងបង្លៀងចឹងឮសំឡេងមនុស្សស្រីយំគិតថាចុំតែអាលៀងធ្វើបាបសង្សារវាទៅវាយសង្សារវាចឹងណាប៉ុន្តែដល់ហេតុតែគាត់ស្វឹងឡើងទុនមែនតើហើយគាត់ក៏បាំងក្រោកទៅមើលដែរលុះដល់ព្រលឹមឡើងយើងក្រោកមកលោកពូក៏គាត់ដាំបបរមានត្រីងៀតត្រីឲ្យចឹងណាបងប្អូនអើយមកហូបបបរនេះពូដាំបបរដើម្បីឲ្យចឹងទៅអញ្ចឹងទៅក៏គាត់ឲ្យគ្នាបកនតាហៅបង្លៀងមកដល់តាហៅដើរមកវិញអត់ឃើញបង្លៀងទេឃើញតែសង្សារបង្លៀងអញ្ចឹងក៏សួរថាចុះលៀងទៅណាសង្សារគាត់ថាមិនទាន់ក្រោកទេបងឲ្យយុកមិញគាត់និយាយមើលតែឯងអូខ្ញុំដេកមិនបានសោះនិយាយចឹងឯងចឹងក៏គាត់មិនបានជាខ្វល់ដែរក៏នាំគ្នាញ៉ាំបបរអីចឹងទៅញ៉ាំបបរបន្ទាប់ពីញ៉ាំបបរហើយកំពុងតែនិយាយគ្នាថាតោះទៅរត់ទៅងូតទឹកអូលេងចឹងណាក៏ស្រាប់តែឃើញបង្លៀងដើរមកបង្លៀងក៏ដើរមកបងភ្នែកគាត់ឡើងក្រហមចឹងគាត់ដើរមកគាត់សន្លឹងមើលគេមើលឯងចឹងគាត់ដើរមកគាត់និយាយរនគេគាត់ឡើងអង្គុយនៅលើតុអង្គុយនឹងតុរួចគាត់ទាញបបរមកគាត់និយាយទៅគឺដួសហូបតែម្នាក់ឯងគាត់ខ្វល់មែនតែគេទាំងអស់គ្នាបើគាត់ថាបែរជាបង្លៀងហ្នឹងគាត់ខឹងរឿងអីហើយអញ្ចឹងអាពេលមុនហ្នឹងដូចតែនិយាយគ្នាថាចង់ទៅងូតទឹកអូហ្នឹងគាត់ក៏ប្រាប់គ្នាថាឥឡូវតោះយើងទៅមុនទៅឲ្យសង្សារលៀងវានៅមួយលៀងហ្នឹងហើយកុំឲ្យថាយើងនាំសង្សារវាមកចោលទៅវាខឹងវាអីចឹងណាបន្ទាប់ពីនិយាយគ្នាហើយក៏នាំគ្នាទៅងូតទឹកអូទៅដែលប្រាប់ថាអូនឯងនៅហ្នឹងហើយចាំមើលវាញ៉ាំអីហើយទៅចាំទៅជាមួយវាចឹងណាគាត់ក៏នាំគ្នាទៅងូតទឹកអូសប្បាយមែនតើដល់ទៅងូតទឹកហើយក៏ស្រាប់តែឡើងមកវិញដល់ទៅឡើងមកវិញបងប្អូនក៏ឃើញបង្លៀងហ្នឹងកំពុងតអូសដៃសង្សារគាត់ដើរទៅកន្លែងតង់វិញលក្ខណៈថាចាប់ដៃអូសបដ ாய் សង្សារគាត់មើលចាប់តិចមើលឈឺដៃអញ្ចឹងបណ្ដាគឺបង្លៀងចាប់អូសដៃទៅបដ ாய் អញ្ចឹងទៅដងតង់ក៏ស្រាប់តែលឺសំឡេងមើលខ្មាស់គេថ្ងៃឡើងអីចឹងណាគាត់ស្រែកបែបដូចបង្លៀងបខំគាត់អញ្ចឹងតែពួកគាត់នេះគាត់ថាជាសង្សារគេយើងទៅអូទៅដល់គេដោះអាវអស់ហើយយើងទៅធ្វើអញ្ចឹងយើងទៅមើលទៅជួយវាមិនដូចតែខាងស្រីគាត់ខ្មាស់គេអញ្ចឹងណាទៅមិនសង្សារគេដោះស្រាយនេះគេទៅបន្ទាប់មកក៏ស្រាប់តែលឺសំឡេងអូយឈឺកុំឯណានៃអញ្ចឹងគឺយើងបាញ់ទេស្រែកគាត់ដូចតែមិនដឹងតែគេធ្វើដូចតែបង្លៀងវាយធ្វើមកគាត់គឺក៏មិនពួកគាត់ក៏មកអង្គុយនឹងតុកវិញតែក៏មិត្តភក្តិគាត់និយាយតោះយើងទៅជួយហ្នឹងអាលៀងវាធ្វើស្អីគេអញ្ចឹងណាគាត់នឹងតាមពិតទៅគាត់មិនមែនថាមិនចង់ទៅជួយទេបងប្អូនប៉ុន្តែឧទាហរណ៍ទៅដល់ខាងស្រីនោះគាត់ដូចតែបង្លៀងដោះអាងអីអញ្ចឹងទៅវាមើលទៅវាខាងស្រីគាត់ខ្មាស់យើងសិតតែប្រុសអញ្ចឹងណាគាត់គិតបែបហ្នឹងប៉ុន្តែអង្គុយមកសន្ទុះក៏ស្រាប់តែឃើញសង្សារបង្លៀងនឹងរត់មកបងប្អូនរត់មកហ្នឹងគឺដូចថាក្អៅគាត់ត្រូវបានហែកបងប្អូនត្រូវបានហែកគាត់យកកសែងមករុំខ្លួនរត់ចេញមកបងឲ្យជួយខ្ញុំផងគាត់ស្ទុះរត់ទៅពួកគាត់នឹងរត់ទៅបង្លៀងបងប្អូនគាត់ស្រាក់អាវលីងបង្លៀងគាត់អាក្រាតខាយគាត់ដើរគាត់ចេញពីក្នុងតង់មកបងប្អូនស្មាតទោសមិនតែចង់និយាយអាក្រក់ទេប៉ុន្តែនេះគឺជាអីដែលបង្លៀងគាត់និយាយគាត់ថាថ្ងៃចាប់មករកអញវិញថ្ងៃទៅណាថ្ងៃទៅណាអញ្ចឹងតែពួកគាត់នេះចុំអាលៀងឯងឈួតអញ្ចឹងអីចឹងណាស្រែកថាឲ្យបង្លៀងអញ្ចឹងបង្លៀងស្ទុះមកបងប្អូនស្ទុះមកដល់ក៏គាត់នេះទៅខាត់បង្ហាក់ទោះបីជាថាគាត់ឆ្លោះគ្នាបង្លៀងយ៉ាងណាប៉ុន្តែមិនដែរថាបង្លៀងមិនដែរហ៊ានវាយគាត់ទេប៉ុន្តែនេះគាត់ទៅឈួតទៅពាំងបងប្អូនណាបង្លៀងគាត់យកដៃទះគាត់មកកភ្លៀងដូចថាវត្តអញ្ចឹងដូចថារត់មកយើងមិនវត្តអញ្ចឹងបងហាក់ឡើងខ្ចាយបងប្អូនឡើងខ្ទាតទៅប្រហែលជា1ម៉ែត្រ2ម៉ែត្រអូកន្លងគាត់ខ្លាំងឡើងចង់ក្រឹតកបងហាក់អ្នកទីក៏ចូលមកចាប់អាលៀងឯងកាត់ស្អីឲ្យគាត់រត់មកក្រាត់កាយអញ្ចឹងពេលហ្នឹងគឺបង្លៀងគាត់រុញគេក៏វិកវត្តគេបងប្អូនក៏វិកវត្តគេអញ្ចឹងទៅហើយក៏ដូចថាលឺសំឡេងលោកពូដែលជាអ្នកថែរក្សាគាត់នៅផ្ទះបាយគាត់រត់ចេញមកកាត់គេអញ្ចឹងពេលហ្នឹងក៏បងហាក់គាត់ស្រែកពូចាក់សោឲ្យមីអូនចូលបន្ទប់មួយអញ្ចឹងទៅក៏លោកពូក៏ស្ទុះរត់ចាក់សោអញ្ចឹងទៅឲ្យសង្សារបង្លៀងចូលទៅក្នុងបន្ទប់ហើយគាត់ចាក់សោចាក់ក៏លើកចាក់ឲ្យជាប់អញ្ចឹងណាដល់បង្លៀងគាត់រុញឯដួគាត់ស្ទុះរត់ទៅគាត់ទៅទាញជ្វាប៉ាំងអញ្ចឹងណាបងប្អូនដូចអាមនុស្សរោគចិត្តអញ្ចឹងទៅក៏លោកពូហ្នឹងគាត់ឃើញអញ្ចឹងគាត់ថាសង្ស័យលោកពូហ្នឹងក៏គាត់រត់ចូលទៅក្នុងបន្ទប់មួយហ្នឹងឃើញបន្ទប់ហ្នឹងចំហទ្វារគេលោកពូហ្នឹងដូចថាគាត់អុជធូបក្នុងបន្ទប់ហ្នឹងណាអញ្ចឹងរត់ទៅរត់ចេញមកវិញក៏លោកពូហ្នឹងកាន់ខ្សែកមក
ដល់ពេលបងលៀងបងប្អូនដូចដឹងចឹងគាត់កំពុងតែទិញទ្វាទុងនោះដូចដឹងថាលោកពូនឹងមកវិញកាំងខ្សែកព្រះចឹងគាត់ក៏លេចមកពុកគាត់រត់ចេញពីហ្នឹងហ្មងរត់ឡើងទៅលើភ្នំចឹងលោកពូថាអើយចាប់បាត់ហើយអូននេះខ្មោចចូលហើយលោកពូនឹងនិយាយចឹងចំពួកគាត់ភ្ញាក់ផ្អើលបងប្អូនដូចថាលោកពូនិយាយថាខ្មោចចូលចឹងទៅក៏សួរថាពូឲ្យធ្វើម៉េចពូថាមានតែរោវាអត់ឃើញឲ្យពាក់ខ្សែកនៅវាទេព្រោះខ្មោចចូលវាហើយបើមិនរោវាអត់ឃើញទេប្រយ័ត្នវាទៅចងកឬខ្មោចនាំវាទៅណាទៅណីចឹងណាអញ្ចឹងទៅក៏នាំគ្នាដើររោសារ៉ាប់សង្សារបងលៀងគឺលោកពូអត់ឲ្យទៅជាមួយទេដោយសារជាមនុស្សស្រីគឺឡើងភ្នំនោះកើតទេមិនដឹងថាគេដំណំពីដើមមិនទេណាគេឲ្យឡើងទេប៉ុន្តែក៏លោកពូមិនទុកឲ្យគាត់នៅឯងដែរលោកពូបានខលទៅប្រពន្ធគាត់ថាឯងអើយជួយមករីសតតិចមកជួយមើលមេអូនបន្តិចមកប៉ុន្តែគឺដូចថាហាមមិនឲ្យចេញពីក្នុងបន្ទប់ហ្នឹងទេអញ្ចឹងនិយាយទៅគឺឲ្យមកនៅពីរនាក់នៅហ្នឹងដូចថាជួយមើលគ្នាអញ្ចឹងទៅអញ្ចឹងក៏ពួកគាត់នាំគ្នាឡើងទៅលើភ្នំដើម្បីរោបងលៀងហើយភ្នំនោះមិនមែនភ្នំធំទេបងប្អូនមិនមែនទៅដល់លក្ខណៈដូចភ្នំដងរែកមិនទាំងប៉ិនភ្នំកលែនមកហ្នឹងប៉ុន្តែគឺដើររោអត់ឃើញទេពួកគាត់ដើរឡើងទៅដើររោអត់ឃើញប៉ុន្តែគាត់ថាលើភ្នំនោះឃើញឲ្យបែបចម្លែកដែរចម្លែកនោះបែបម៉េចបងប្អូនគាត់ឃើញមានជាគ្រឿងសំណែនគេសែននៅលើភ្នំហ្នឹងសំណែនបែបជាពេអញ្ចឹងទៅបែបជាមន់ឆ្កាងនិយាយទៅឲ្យតែតាមដើមឈើធំគឺតែឃើញមានបើមិនមន់ឆ្កាងទេក៏ពេដែរអញ្ចឹងដើររោមកដូចតែពីថ្ងៃបងប្អូនពីព្រឹកដល់ល្ងាចរោអត់ឃើញរោអត់មានឃើញសោះអញ្ចឹងក៏នឹកគ្នាថាសួរលោកពូថាយើងត្រូវធ្វើម៉េចទៀតពូរោមិនឃើញអញ្ចឹងយើងអាចទៅសម្រាកសិនបានអត់ចាំឲ្យរោវិញលោកពូហ្នឹងក៏គាត់ថាឥឡូវយើងទៅរោអីហូបសិនទៅចាំយប់ចាំមករោវិញពីព្រោះអត់អាចទុកចោលទេពេលយប់ហ្នឹងគឺកាន់តែយ៉ាប់ព្រោះពេលយប់អំណាចនៃពពួកមនុស្សហ្នឹងវាខ្លាំងវាអាចនាំបងលៀងទៅចងកឬក៏អីចឹងទៅលោកពូហ្នឹងគាត់និយាយអញ្ចឹងក៏ចុះមកក្រោមអញ្ចឹងទៅក៏នាំគ្នាញ៉ាំអីចឹងណាប្រពន្ធរបស់លោកពូគាត់ធ្វើម៉ូធ្វើអីហើយចំណែកឯសង្សារបងលៀងបងប្អូនហើយទោះបីជាគាត់ថាស្លៀកពាក់អាវត្រឹមមកវិញហើយប៉ុន្តែស្នាមដៃបងប្អូនស្នាមនឹងដៃនឹងអីយើងមិនដឹងថាក្នុងខ្លួនគាត់ត្រូវតាណាតណៃខ្លះខ្វាយតាណាតណៃដោយសារតែគាត់ពាក់អាវចិត្តគាត់ថាយើងឃើញដៃឃើញអីចឹងគាត់ណាគឺស្នាមបែបកញ្ចក់ចឹងដូចចាប់បខំចឹងកន្លែងតាណាទៅគាត់ឃើញស្នាមជាប់តាមអីចឹងពួកគាត់ក៏សួរនាំថាអូនអើយមិនរឿងរ៉ាវវាមិនអីខ្លះបានជាដល់ណាក់ហ្នឹងអញ្ចឹងពេលហ្នឹងក៏គាត់ថាអត់ដឹងទេយប់មិញនៅពេលដែលគេបងលៀងអត់បានធ្វើអីគាត់ទេគាត់ថាយប់មិញនៅពេលដែលគេបងលៀងគាត់ល្មើល្មាយដែលនិយាយមុនអញ្ចឹងគឺគាត់មកមាយលក្ខណៈថាគាត់ស្រែកគាត់ថាអូយចេញអរេសង្សារចាំហេកុំធ្វើទៅចឹងគាត់មើលមាយដល់ពេលយើងមិនដូចតែយើងវាមិនដឹងយើងចេះគិតថាគាត់តែមើលមាយចឹងណាមិនដឹងថាមានខ្មោចមាយចូលទេប៉ុន្តែគាត់ថាទៅជាពេលដែលមកអូសដៃនេះគាត់ថាអូសដៃចូលទៅក្នុងតង់ហ្នឹងគឺរុញគាត់ចូលក្នុងតង់នោះចាប់ហែកអាវដូចសត្វព្រៃដែលវាស្រែកឃ្លានហើយឃើញកូនឆ្លុះវាខ្វាច់វាខ្ញាំចឹងណាគឺបែបហ្នឹងអញ្ចឹងនៅពេលដែលដូចថាបុកលៀងគាត់ដូចតែគាត់ធ្វើទរណកម្មអញ្ចឹងទៅឬគាត់មកបែបកំរោបខំអញ្ចឹងទៅគាត់ភ័យខ្លាចបានយកគាត់ស្ទុះរត់ចេញមកហ្នឹងហើយដូចថាអត់មានថ្នាក់ថ្នមអីទេគឺខ្វាច់គាត់អីចឹងណាបានជាគាត់ភ័យខ្លាចគាត់រត់ចេញមកអញ្ចឹងក៏ពួកគាត់ថាលោកពូគាត់សួរទៅលោកពូខ្មោចហ្នឹងវាមិនបានវាអញ្ចឹងអីចឹងណាលោកពូទៅក៏គាត់និយាយគាត់ថានៅភ្នំហ្នឹងវាមានខ្មោចខ្មោចហ្នឹងគឺជាខ្មោចដូចថាជំនាន់សង្គ្រាមណាពីដើមនៅលើភ្នំហ្នឹងគឺវាមានទាហានហ្នឹងប្រហែលជា 4-5 នាក់ដែលនៅយាមនៅលើហ្នឹងដូចថាទាហានបាក់តបមកអញ្ចឹងទៅគេឲ្យមានទាហានដូចថាមាននិរសាមានអីចឹងនៅហ្នឹងចាំតាមដានមើលដូចថាមានសត្រូវមកអញ្ចឹងទៅគេមានអ្នកនិរសាមួយរត់ទៅប្រាប់នៅខាងក្រោយនៅអីចឹងណាប៉ុន្តែទាហានហ្នឹងថ្ងៃហ្នឹងគឺដេកដូចថាយប់ឡើងគាត់ដេកលក់អញ្ចឹងទៅអញ្ចឹងក៏មានពពួកខ្មាំងហ្នឹងគេឡើងមកស្លាប់ចោលយូរហើយរឿងហ្នឹងតាំងពីយូរគាត់ថាសម្លាប់ចោលហើយទាហានទាំងអស់ហ្នឹងគឺសុទ្ធតែពេញកម្លាំងណាដែលស្លាប់ហ្នឹងវា30ជាងអីចឹង30ជាងទីទួយឬក៏29អីចឹងទៅអញ្ចឹងសិនអ្នកពេញកម្លាំងខ្វះកហើយក៏ប៉ុន្តែនៅក្នុងចំណោមអ្នកដែលស្លាប់ហ្នឹងគឺគេថាមានម្នាក់ហ្នឹងក្នុងចំណោមហ្នឹងមានមេគេម្នាក់ហ្នឹងហើយម្នាក់ហ្នឹងគឺលមោបរឿងស្រីមកដល់ភូមិហ្នឹងដូចថាគាត់មានមាសមានកមានអីគាត់យកទៅដូរដូចថាឲ្យកូនចៅនៅយាមអញ្ចឹងគាត់ចោះទៅភូមិអញ្ចឹងទៅដូរទៅដេកជាមួយស្រីឬក៏ជួនកាលទៅចាប់កូនកំមុំគេអញ្ចឹងទៅឲ្យតែឃើញសារអីចឹងគាត់លមោបមែនតើដល់ស្លាប់ទៅគេថាកូនទាហានដូចជាមិនទេដូចថាគាត់ថាឃើញ
ដោយការស្លាប់ទៅបងលងគេដែរលងគឺយើងឃើញយុទ្ធហ៊ាននៅលើភ្នំលើអីចឹងណាដូចតែគេធ្វើដំណើរកាត់ចឹងលឺសំឡេងបាញ់អីប៉ុន្តែក៏បន្ទាប់មកចឹងទៅក៏ស្ងាត់ណាបងប្អូនដូចថាបាត់អាការលងមិនឡាយអីចឹងទៅប៉ុន្តែគាត់ថាបើសិនជាអ្នកណាដែលមកលេងរីសតហ្នឹងហើយដូចតែមានជាគូសង្សារអញ្ចឹងទៅគេនៅលើភ្នំហ្នឹងឬក៏ទៅបោះតង់នៅអាកន្លែងដែលក្រៅពីបរិវេណរីសតហ្នឹងនិយាយទៅយើងនិយាយមកថាអាកន្លែងជើងភ្នំកន្លែងដែលបង្លៀងគាត់ទៅបោះតង់ហ្នឹងក៏វានៅក្នុងបរិវេណរីសតហ្នឹងដែរគាត់ថាពីចាញ់គេឲ្យទៅបោះតង់នៅហ្នឹងទេតែបង្លៀងគាត់ទៅជេរទៅខ្លួនឯងអញ្ចឹងណាហើយអ៊ំគាត់គិតថាពូហ្នឹងគាត់គិតថាគេនឹងមកហ្នឹងគឺសិតតែជាបងប្អូនរបស់តកែរបស់គាត់អញ្ចឹងមិនហ៊ានប្រឆាំងមួយគេអញ្ចឹងណាមួយបង្លៀងស្ដីរបស់គាត់ហ្នឹងចេញមកគឺបែបថាមិនចេះគួរសមអញ្ចឹងទៅគាត់រៀងខ្លាចគេដែរអញ្ចឹងណាពូហ្នឹងគាត់រៀងខ្លាចគាត់បដ ாய் តាមទៅដល់ទៅប្រហែលជាឃើញសង្សារបង្លៀងសាច់សខ្ចីស្អាតអីចឹងទៅខ្មោចហ្នឹងក៏វាចូលខ្លួនប្រាណបង្លៀងដើម្បីដូចថាប្រព្រឹត្តអាទង្វើអស់ហ្នឹងអីចឹងណាអញ្ចឹងពួកគាត់ក៏សួរថាតើដែលធ្លាប់មានរឿងអញ្ចឹងកើតឡើងនៅនឹងអត់លោកពូនោះគាត់ថាដូចជាអត់ទេនិយាយទៅដូចនិយាយមុនអញ្ចឹងគឺអត់ដែលមានឲ្យឡើងទៅបោះតង់នៅកន្លែងហ្នឹងទេហើយបើថាមានគូសង្សារផងរត់តែមិនឲ្យទៅទៀតប៉ុន្តែធ្លាប់មានករណីមួយដែរលក្ខណៈមិនមែនមកបោះតង់នៅហ្នឹងទេវាជាក្មេងស្ទាវហ្នឹងវានាំសង្សារទៅហ្នឹងបងប្អូននាំសង្សារទៅដូចថាទៅលេងទៅអីអញ្ចឹងបែបអញ្ចឹងណាមិនដែរខ្មោចហ្នឹងវាចូលហើយលោកពូនៅសំណាងដែលមីអូនហ្នឹងអត់ស្ងាត់ណាអត់ស្ងៀមមកសួររត់ចេញគាត់ថាបើសិនជាឲ្យវាចូលដូចតែវាចូលសង្សារគាត់ហើយដូចតែគាត់ព្រមទៅតាមដែរណាដូចតែគាត់មិនដឹងតែជាខ្មោចអីទេដូចថាយើងព្រមទៅតាមដូចថាសង្សារយើងគាត់ចង់យើងព្រមគាត់ថាច្បាស់វាជាវើខំវាមិនមែនរួមត្រីធម្មតាវាខំទៀតដូចថាវាខ្វាចវាខំរឿងរ៉ាវដែលក្មេងស្ទាវហ្នឹងអញ្ចឹងដូចថាមកអញ្ចឹងទៅក៏ខ្មោចហ្នឹងចូលប្រុសហ្នឹងក៏ដូចថាគេសង្សារគេរួមមេត្រីគ្នាអញ្ចឹងណាបើតែគឺបែបខំបែបខ្វាចញ៉ាំខំទៀតខំឡើងក្មេងស្រីត្របានស៊ូរត់ទាំងអាក្រាតកាយរត់មកឲ្យគាត់ជួយរត់មកកន្លែងរីសតហ្នឹងហើយពេលហ្នឹងគឺគាត់ថាអំឡុងដូចជាកូវីដដែរគាត់ថាគេអត់ទាន់បានជា lockdown អីទេតាមភូមិតាមស្រុកមួយចំនួនអញ្ចឹងណារត់មកក្រាតកាយគាត់ជួយគាត់ថាស្នាមខំកកខំស្ទើរស្នាមបងប្អូនស្នាមឲ្យខំឡើងឈាមរឹមគឺបែបអញ្ចឹងហ៎បងប្អូនគាត់ធ្លាប់ដូចថាមកករណីនឹងឯងអញ្ចឹងទៅក៏ដូចថាវាខ្សោះខ្សាយពេញតែនៅក្បែរខ្មែរហ្នឹងក៏ដូចថាគាត់តែងតែតាមមើលបើសិននៅឃើញក្មេងស្ទាវណាមករੂឡើងភ្នំហ្នឹងគាត់អត់ឲ្យឡើងទេគាត់ដេញទៅវិញអញ្ចឹងណារហូតដល់តែក្មេងស្ទាវភ្នំហ្នឹងស្អប់គាត់អញ្ចឹងទៅអញ្ចឹងក៏អង្គុយនិយាយគ្នាគាត់សាត់តែលោកពូគាត់និយាយគាត់ក៏លេចទៅមើលភ្នំពួកគាត់ក៏លេចទៅតាមបងប្អូនឲ្យភ្នំហ្នឹងដូចខ្ញុំនិយាយអញ្ចឹងបើយើងនិយាយពីកន្លែងដែលពួកគាត់បោះតង់នេះទៅដល់កន្លែងមួយលៀងបោះតង់វាចូល200ម៉ែត្រទៅចុះថា200ម៉ែត្រហើយអាកន្លែងដែលពីបង្លៀងទៅកន្លែងបង្លៀងបោះតង់ទៅលើភ្នំហ្នឹងលើកំពូលភ្នំដូចនិយាយវាមិនភ្នំធំទេអញ្ចឹងវាអាចដល់100ម៉ែត្រអីទេវាអាច300ម៉ែត្រទៅចុះពីហ្នឹងទៅឃើញបងប្អូនភ្នែកលងក្រហមគាត់ធ្វើឃើញតែភ្នែកលងក្រហមអញ្ចឹងលោកពូថានោះវាតោះបបួងទៅពុបលោកពូក៏ប្រពន្ធគាត់យកផ្កាក់មកឲ្យពូក៏ឆ្ងល់ចុំពូយកផ្កាក់ទៅអីចង់កាប់ពូម៉ាក់ខ្ញុំមែនអីចឹងណាប៉ុន្តែមិនមែនជាត្រូវពេលដែលត្រូវសួរទេគឺស្ទុះរត់ទៅអញ្ចឹងលោកពូគាត់រត់ទៅគាត់ផ្ដាំដែរឯងនាំអូនចូលបន្ទប់ព្រះអញ្ចឹងណានាំអូនចូលបន្ទប់ព្រះបិទទ្វារអសរចិត្តអញ្ចឹងទៅក៏សង្សារបងបង្លៀងហើយជាមួយនឹងអ្នកមីងក៏គាត់រត់ចូលទៅក្នុងបន្ទប់ព្រះហ្នឹងដែរពួកគាត់រត់ឡើងទៅលើភ្នំបងប្អូនពួកគាត់ថានៅលើភ្នំហ្នឹងពេលថ្ងៃនោះមិនសូវអីពេលឡើងមកថ្ងៃតែដល់ពេលឡើងមកយប់នេះបងប្អូនគាត់ថាពេលហ្នឹងវាខែរៀងភ្លឺដែរណាហ្នឹងហើយប្រកែរៀងភ្លឺអាចនឹងមើលឃើញអីខ្លះដែរហើយក៏ពួកគាត់មានពិលឯនេះឡើងទៅគាត់ថាហាក់បីដូចជាឃើញមានសម្ោលខ្មៅបែបជាសម្ោលខ្មៅបែបជាសម្ោលមនុស្សហ្នឹងវាតែពេញទៅលើភ្នំហ្នឹងមើលទៅគឺមានអារម្មណ៍អញ្ចឹងហ្មងហើយមានអារម្មណ៍ថាព្រឺតិចខ្លាចបដ ដល់ដើរទៅដល់កន្លែងហ្នឹងកន្លែងដែលថាពួកគាត់ឃើញបង្លៀងហ្នឹងឃើញបង្លៀងមែនប៉ុន្តែគាត់កំពុងតែអោបដើមកគីដើមកគីមិនដើមធំណាគាត់អោបដើមកគីហ្នឹងហើយធម្មតាដើមកគីវាដូចថាវាមិនមានដូចតែពីក្រោមទៅវាមិនសូវជាមានមេឃអីសាខាច្រើនទេបងប្អូនដើមកគីហ្នឹងអញ្ចឹងគាត់អោបអញ្ចឹងអោបដើមកគីហ្នឹងសន្លុកមកភ្នែកឡងក្រហមបងប្អូនភ្នែកឡងក្រហមអញ្ចឹងពេលហ្នឹងក៏លោកពូហ្នឹងគាត់ស្រែកថាឯងឆាប់ឲ្យបកគលខ្លួនគេឲ្យមកវិញភ្លាមឯងប្រយ័ត្នអញត្រូវអត់បានប្រយ័ត្នអញមិនឲ្យនៅលើភ្នំហ្នឹងកើតឯងឆាប់ឲ្យមកអញវិញភ្លាមលោកពូគាត់និយាយអញ្ចឹងវាស្រែកថាអញអត់ខ្លាចហើយចង់ធ្វើឲ្យអញស្រែកអញ្ចឹងហើយចង់ធ្វើឲ្យអញលោកពូហ្នឹងក៏គាត់ដើរចូលទៅគាត់ប្រាប់ថាខ្លួនមិនបាច់ចូលមកទេ
លោកពូហ្នឹងគាត់ដើរចូលទៅចិត្តជាមួយនឹងដើមកគីហ្នឹងគាត់សូត្រទៅបងប្អូនគាត់សូត្រនឹងគាត់នឹងគាត់សូត្រអីទេគាត់សូត្ររួចគាត់ផ្លុំទៅលើអាកាបិតភក្ត្រគាត់កាប់ដើមកគីហ្នឹងប៉ាំងធ្លាក់ក្ដុកគាត់ដាក់ប៉ាំងធ្លាក់ក្ដុកមកធ្លាក់ក្ដុកក៏បងលៀងហ្នឹងដែលក្រាតកាយហ្នឹងស្ទុះរត់បងប្អូនរត់ប៉ុន្តែរត់គឺមិនមែនរត់ជើងពីរទេរត់លក្ខណៈថាដៃពីរជើងពីរអញ្ចឹងណាបងប្អូនរត់បែបអញ្ចឹងដូចសัตว์រត់អញ្ចឹងពុបអញ្ចឹងលោកពូថាដេញក៏ដេញទៅក៏រត់ឃើញបាត់សូនដល់បាត់សូនទៅក៏លោកពូថាអត់អាចឲ្យនៅអញ្ចឹងបានទេត្រូវទៅដល់រោមិញហ្នឹងវារៀងខ្សោយហើយគាត់ថាខ្មោចហ្នឹងវាខ្សោយហើយដោយសារតែលោកពូហ្នឹងគាត់និយាយថាម៉េចទេបងហាក់គាត់ភ្លេចបាត់ទៅគាត់ថាខ្មោចហ្នឹងវាខ្សោយក៏ដោយសារតែវាមានគេធ្វើគាត់ថាធ្វើស្អីគេនោះគាត់ថាបងហាក់គាត់ភ្លេចអញ្ចឹងវារៀងខ្សោយហើយពីព្រោះតាមធម្មតាទោះបីយើងយកតើយើងអត់ដូចថាយើងកាប់វាគៀកអញ្ចឹងណាប៉ុន្តែគាត់កាប់តាគល់កគីហ្នឹងក៏វាធ្លាក់មកបានដែរអញ្ចឹងមានន័យថាវាខ្សោយក៏ដេញតាមឡើងក៏ស្រាប់ថាលោកពូគាត់និយាយថាធ្វើម៉េចគុំហៅឈ្មោះគ្នាញ៉ៃហើយនិយាយទៅគឺគុំនិយាយទាំងអស់បើសិនជាឧទាហរណ៍ឃើញណាបើសិនជាឃើញត្រូវនិយាយហៅគ្នាស្ងាត់អញ្ចឹងឲ្យមកកុំឲ្យវាផ្អើលទៀតពីព្រោះបើសិនជាផ្អើលទៀតឲ្យរត់ទៅភូមិរត់ទៅអីហ្នឹងគឺពិបាកហើយមិនតែពិបាករឿងអីទេចូលទៅក្នុងភូមិឲ្យថាហ្នឹងវាខ្មោចព្រាយវាចូលមនុស្សអញ្ចឹងណាយើងរត់ចូលទៅក្នុងភូមិអាចនឹងឃើញអ្នកភូមិអាចនឹងវាយអ្នកភូមិអាចនឹងមានរឿងអីអញ្ចឹងណាហើយណាមួយដូចតែមិនចង់ឲ្យវាខ្ទរខ្ទាអញ្ចឹងបងប្អូនមិនចង់ឲ្យមានរឿងដូចថាអ្នកមកលេងរីសតហ្នឹងទៅខ្មោចចូលមកអីអញ្ចឹងណាក៏រត់ទៅភូមិចូលអីអញ្ចឹងណាមិនចង់ឲ្យមានរឿងអញ្ចឹងគាត់ថាធ្វើម៉េចស្ងាត់ក៏ដើរតាមរោប៉ុន្តែគាត់ថាដល់ពេលដែលដើរតាមរោហ្នឹងឃើញគាត់ថាមិនមែនដូចថាមិនដឹងតែខ្មោចនោះវាមកចង់ឲ្យយើងឃើញដើម្បីវាចង់សុំបន់ឬក៏អីទេគាត់ថាឃើញខ្មោចមកជាស្លៀកពាក់បែបទាហានណាបែបទាហានឈោអញ្ចឹងបងប្អូនណាអាវនោះសុទ្ធតែឈាមអាណាទៅក៏ឃើញស្នាមក្រក់ភ្លើងធ្លុះអាវធ្លុះអីចឹងឈាមហូរមករុំឈោយំហើយអ្នកខ្លះទៅក៏ឃើញលក្ខណៈថាឈាមហូរពីកកដូចគេអាកកអញ្ចឹងណាឈោតាមក្បែរដើមឈើអីចឹងទៅប៉ុន្តែទោះបីជាឃើញគាត់ថាអត់មានអារម្មណ៍ខ្លាចទេគាត់ថាមិនដឹងមិនដូចតែដើរក្បែរលោកពូក៏អត់មានអារម្មណ៍ថាខ្លាចហ្មងគឺដើរទៅដោយរលូនណាធម្មតាយើងក៏លើឃើញតែប៉ុណ្្នឹងគឺព្រឺខ្លាចព្រឺសម្បោព្រឺប៉ុន្តែគាត់ថាអត់ទេអត់មានអារម្មណ៍ថាខ្លាចមានអារម្មណ៍ថាអីសុំបីតែបន្តិចដល់ដើរទៅក៏សាប់តែមិត្តភក្តិគាត់ហេចឹងហើយដើរនឹងជិតដល់ក្រោមហើយជិតដល់ជើងភ្នំក្រោមហើយដល់លឺហេចឹងក៏នាំគ្នាដើរទៅដល់អើតមើលឃើញគាត់កំពុងតអោនស៊ីអីបងប្អូនហើយណូលគោកបងប្អូនកំពុងតមិនដឹងជាស៊ីអីទេគួយស៊ីចឹងស៊ីបែបមើលឆ្វេងមើលស្ដាំចឹងស៊ីដូចបើយើងព្រឹកទៀតដូចកូនក្មេងដែលធ្វើវីដេអូគាត់ហូបអីនៅក្នុងព្រៃធ្វើងំចឹងគឺបែបចឹងបែបញ័រខ្លួនទៅបងប្អូនដៃហើយដៃគាត់ឡើងខ្ញងចឹងដៃគាត់ឡើងខ្ញងចូលក្នុងដូចតែកំពុងតាហែកស៊ីអីចឹងលោកពូនោះគាត់ថានៅស្ងៀមពូនោះគាត់ចាប់ដីអាកន្លែងជើងនោះវាមានដីខ្សាច់អាកន្លែងទឹកហូរច្រោះនោះវាមានដីខ្សាច់អញ្ចឹងគាត់ចាប់បានគាត់សូត្រផ្លុំរួចគាត់ដើរលបដល់ជិតដល់គាត់គប់ដីខ្សាច់ហ្នឹងទៅគប់ដីខ្សាច់ហ្នឹងពុបបងលៀងបងប្អូនគាត់ដនីលផ្កាច់ផ្កិននៅក្បែរហ្នឹងហើយខ្លួនឡងស្អុយបងប្អូននីលផ្កាច់ផ្កិនគាត់លោកពូស្អីថាចូលមកអញ្ចឹងចូលមករត់ចូលទៅដល់ចូលទៅគាត់នាំគ្នាចាប់បងលៀងចាប់ដៃចាប់ជើងហើយលើកនេះអត់ខ្លាំងដូចមុនទៅចាប់ទៅរៀងខ្សោយលោកពូហ្នឹងក៏គាត់យកខ្សែកព្រះពាក់ឲ្យដល់ពាក់ឲ្យហើយបងលៀងគាត់ស្លាប់ហើយដឹងនៅក្បែរគាត់នឹងគាត់ស៊ីគេអត់បងប្អូនស៊ីឆ្កែសត្វឆ្កែដែលវាងាប់អញ្ចឹងទៅដូចតែលលួយហើយគាត់កំពុងតែស៊ីអាហ្នឹងហើយគាត់ដូចតែលមៀលកន្លែងហ្នឹងទៀតឡងស្អុយបងប្អូនហើយឡងម្នាក់ឡើងម៉ូតូបងប្អូនចាក់បញ្ឆៅមកគាត់នាំគ្នាថាតោះលើកយកទៅនោះវិញដល់តែលើកយកមកបងប្អូនលោកពូថាឈប់ពួកគាត់នេះអាឡ័យដូចតែដើរយើងមើលក្រោមផងមើលលើផងមើលក្រោមផងមិនភ្លេចចាប់អារម្មណ៍ខាងមុខមកហើយបងប្អូនខ្មោចហ្នឹងដូចថាវាចេញពីខ្លួនបងលៀងវាទៅឈោនៅពីមុខដូចវាឈោកាក់ពាក់កៅបែបនិយាយទៅក៏រៀងវាមានដបងធំមានដបងអញ្ចឹងពាក់កៅទាហានណែទាហានខ្មែរក្រហមបងប្អូនហ្នឹងពាក់កៅទាហានហើយកដាក្បាលវាកដាថ្ងាសវារូងបែបជាត្រូវក្រកភ្លើងវារូងកដាថ្ងាសហ្នឹងវាឈោមើលមកចង់ឲ្យមុខវាលខ្មៅដៃជើងវាលខ្មៅហ្នឹងវាឈោមកឈាមហូរមកកាត់តាមមុខកាត់តាមភ្នែកវាតអញ្ចឹងពូហ្នឹងក៏ដើរទៅគាត់ទាញកាក់កាប់គាត់និយាយទេ
អូននិយាយច្រើនអត់មានឯងញ៉ាឯងមកធ្វើអីឯងមកលងឲ្យគេទៀតជាអត់មានលោកពូក៏អត់មានយេភីងច្រើននិយាយច្រើនទេក៏ដកកាប់មកផ្កាក់ពំលលីបាត់គាត់ថាដើរមកមិនអីទេអញ្ចឹងនៅពេលដែលដើរគាត់ចម្លែកទៀតបងប្អូនថាដើរទៅវាមានអារម្មណ៍ថាដូចថាយើងដើរអញ្ចឹងយើងដើរតាមពូហ្នឹងគាត់ថាមានអារម្មណ៍ថាដើរទៅដូចតតែឡាដូចថាវាមើលទៅវាដូចកន្លែងហ្នឹងយើងដូចយើងដើរវិលជុំតតែប៉ុន្តែលោកពូនៅតែបន្តដើររហូតដល់មិត្តភក្តិរបស់គាត់ម្នាក់និយាយថាពូយើងដើរវែងហ្នឹងពូហ្នឹងខ្ញុំថាពូនោះគាត់និយាយថាកុំឲ្យវាមិនភ័ន្តបានដើរតាមពូមកដល់ថាដើរទោះបីជាកន្លែងតែដើរគាត់ថាដូចថាគ្រប់ពេលគាត់ថាដល់យើងដើរឡើងពីក្រោមមកភ្នំហ្នឹងយើងឡើងលើពូយើងដើរកន្លះម៉ោងគ្រប់ពេលកន្លះម៉ោងហ្នឹងយើងដើរមកដល់នឹងរីសតហ្នឹងវិញបាទទោះបីជាយើងមើលឃើញតែគ្រប់កន្លះម៉ោងមកដល់រីសតហ្នឹងពួកគាត់ក៏គិតថានេះបើសិនជាអត់មានលោកពូទេពួកគាត់គិតថាដើរតតែប្រហែលជាវែងវ័នណាប្រហែលជាដើរបកទៅក្រោយវិញឬក៏ទៅឆ្វេងទៅស្ដាំប្រហែលជាវែងតែលោកពូគាត់អ្នកជំនាញអញ្ចឹងទៅក៏អត់នេះទេអញ្ចឹងម្ដងក្រោមហ្នឹងក៏លោកពូហ្នឹងឲ្យដាក់បង្លៀងដេកនៅលើអាក្រេណាក្រេដែលគេដាក់សម្រាប់ហូបអីហ្នឹងដាក់លើនឹងរួចដងទឹកសម្អាតគាត់ដោយសារតែគាត់ដេកលើអាគម្រងសពរបស់ឆ្កែហ្នឹងអញ្ចឹងក៏ខ្លួនរបស់គាត់ស្អុយអញ្ចឹងគាត់ដោះសាប៊ូដល់អីចឹងទៅដោះសាប៊ូដល់ឲ្យគាត់រួចក៏យកអាវមកស្លៀកពាក់ឲ្យគាត់ស្លៀកពាក់ស្លៀកអីហើយគឺឲ្យបង្លៀងឲ្យនោះនេះលើកបង្លៀងទៅដាក់នៅក្នុងបន្ទប់ព្រះហើយក៏ឲ្យពួកគាត់នេះចូលគេងនៅក្នុងបន្ទប់វិញគាត់ឲ្យគេងតង់ទេពីព្រោះពួកអស់ហ្នឹងវាអាចនឹងមករោអីចឹងណាបងប្អូនអញ្ចឹងគេក្នុងបន្ទប់តែបន្ទប់ហ្នឹងក៏មិនទៅឆ្ងាយពីបន្ទប់ព្រះដែរគឺគេងនៅក្បែរបន្ទប់ព្រះហ្នឹងដល់យប់ឡើងគាត់ថាលឺមែនបងប្អូនលឺសំឡេងខ្លាក៏ហឹមលឺសំឡេងសំឡេងស្រែកលឺសំឡេងហៅអីចឹងណាហៅឈ្មោះដូចថាធ្វើជាអ្នកនេះហៅអ្នកនោះហៅអ្នកនេះអីចឹងទៅប៉ុន្តែក៏ពួកគាត់ដឹងរឿងហើយអញ្ចឹងពួកគាត់អត់ចេញអត់មានអីទេបងប្អូននោះដល់ព្រលឹមឡើងក៏បង្លៀងក្រោកមកសួរតែមានរឿងអីអញ្ចឹងណាគាត់អត់ចាំទេគាត់ដឹងតែថាខ្លួនគាត់នឹងមានអារម្មណ៍ថាឈឺមុតមកខ្លួនគាត់មុតសិតដូចថាស្មុតមេឃឈើមួយព្រោះគាត់រត់អាក្រាតកាយឡើងលើភ្នំបងប្អូនមិនឲ្យមុតអញ្ចឹងណាមុតអីផ្សេងអញ្ចឹងទៅហើយក៏គេនិយាយប្រាប់អីរួចទៅក៏ដូចថាបង្លៀងក៏គាត់សុំទោសអញ្ចឹងណាសុំទោសដែរគាត់អត់ស្ដាប់លោកពូអត់ស្ដាប់គេតាមឯងលោកពូគាត់មិនថាអីទេអញ្ចឹងបន្ទាប់មកក៏លោកពូគាត់ប្រាប់ថាអូនឯងអត់ទាន់រួចទេអត់ទាន់ផុតទេណាវានៅតាមខ្លួនឯងទៀតអញ្ចឹងទៅផ្ទះវិញណាទៅស្រោចទឹកស្រោចចេញទៅឬក៏កាត់គ្រោះកាត់អីទៅព្រោះមើលទៅខ្លួនឯងដូចជាមានគ្រោះមានអីហើយប្រាប់មកបង្លៀងអញ្ចឹងក៏បន្ទាប់មកគ្នាប្រកបក៏សួរអំពីរឿងដែលថាកុំឲ្យវង្វេងព្រៃណាលោកពូគាត់និយាយថាដូចថាពេលដែលគាត់ដើរយកមិញហ្នឹងលោកពូគាត់តែយើងមើលឃើញថាវង្វេងព្រៃតែលោកពូគាត់អត់ទេគាត់ឲ្យដើរតាមគាត់មកលោកពូគាត់និយាយថាតាំងចិត្តឲ្យស្ងប់ពេលអញ្ចឹងគឺតាំងចិត្តឲ្យស្ងប់ហើយយើងព្យាយាមរនឹកផ្លូវហ្នឹងហើយក្នុងចិត្តគឺទន្ទិញរហូតនមោតស្សៈពុទ្ធវធម៌ប្រសង្ឃគុណម៉ែគុណអើយអញ្ចឹងទៅឲ្យទន្ទិញទាំងអស់ហើយបន្ទាប់មកយើងច្បាស់ថាផ្លូវហ្នឹងយើងដើរតាមផ្លូវហ្នឹងរហូតទៅគាត់ថាពួកហ្នឹងតាមពិតផ្លូវយើងដើរត្រូវប៉ុន្តែពួកវាមិនភ័ន្តយើងវាមិនភ័ន្តភ្នែកយើងឲ្យយើងមើលឃើញថាជាផ្លូវដដែលណាប៉ុន្តែផ្លូវហ្នឹងគឺយើងដើរត្រូវហើយប៉ុន្តែអាហ្នឹងលោកពូគាត់និយាយដែរអាហ្នឹងតើយើងស្គាល់ភូមិសាស្ត្រច្បាស់ដែរដោយលោកពូអញ្ចឹងគឺគាត់ស្គាល់ភូមិសាស្ត្រហ្នឹងច្បាស់ប៉ុន្តែបើយើងអត់ស្គាល់ភូមិសាស្ត្រច្បាស់ទេជួនកាលវាអាចបន្លំយើងហើយយើងដើរខុសថាបន្តិចទេយើងអាចដើរទៅជាធ្លាក់ជ្រោះឬក៏ដើរទៅធ្លាក់ក្លុកធ្លាក់អីណាណីអញ្ចឹងណាអញ្ចឹងតើអាហ្នឹងយើងរៀនសង្កេតដែរបើលោកពូគាត់ភូមិសាស្ត្រគាត់ស្គាល់ច្បាស់អញ្ចឹងទៅហើយគាត់ធ្វើតាមហ្នឹងទេចាហ្នឹងបងប្អូនយើងមិនប្រកាសថាតើយើងអាចធ្វើទៅយើងបានផលទេដោយលោកពូគាត់បញ្ជាក់អញ្ចឹងថាតើយើងរៀនស្គាល់ភូមិសាស្ត្រច្បាស់ដែរអញ្ចឹងបន្ទាប់ពីហ្នឹងមកពួកគាត់នឹងក៏អរគុណលោកពូនឹងហើយអញ្ចឹងទៅក៏នឹកឃើញថាលេងចង់នៅបោះតង់ហើយក៏នាំគ្នាលាលោកពូត្រឡប់មកពេញវិញទៅក៏បានជាជូនលុយលោកពូឲ្យខ្លះដែរជូនលុយជូនលោកពូខ្លះដែរអញ្ចឹងណាអញ្ចឹងបន្ទាប់ពីចេញពីកន្លែងរីសតហ្នឹងមកបងប្អូនគាត់ក៏មកដល់ពេញវិញអញ្ចឹងនៅពេលដែលមកដល់ពេញវិញគាត់ដូចថាណាត់គ្នាញ៉ាំកាហ្វេអញ្ចឹងណាពេលហ្នឹងអ្នកដែលណាត់ហ្នឹងគឺជាបង្លៀងនឹងសង្សារមកគាត់មកដល់ក៏បង្លៀងសួរនាំថាឥឡូវនេះតាំងពីមកពីនោះវិញយកសពយប់ឡើងគឺតែយកសពថាឃើញខ្មោចទាហានគាត់ថាឃើញខ្មោចបង្លៀងគឺគាត់អត់បានឃើញខ្មោចទាហានហ្នឹងណាពេលដែលគេយកគាត់មកគឺគាត់ស្លាប់ហើយប៉ុន្តែអ្វីដែលគាត់និយាយរៀបរាប់មកគឺដូចទៅនឹងអីដែលគេឃើញអញ្ចឹងគាត់ថាឃើញខ្មោចទាហានបែបម្ដងហៅគាត់ហើយទៅមកអញឯងមានដូចថាឯងមានគេហៅឯងមានពិរុទ្ធអីចឹងណាឯងត្រូវទៅមួយអញ
ម្ដងហើយគាត់ថាខ្មោចទាហានហ្នឹងមានដូចថាធ្លុះកន្លែងក្បាលនិយាយទៅគឺដូចអីដែរពួកគាត់បានឃើញតែខ្ញុំរៀបរាប់មុនហ្នឹងអញ្ចឹងមកហៅគាត់រស់យប់ហើយបើសង្សាររបស់គាត់វិញនិយាយថាឲ្យតែពេលដែលគាត់គេងលក់គឺតែតែយកសពឃើញខ្មោចទាហាននិយាយទៅគឺនិយាយមកគឺត្រូវគ្នាបណ្ដោយគឺខ្មោចទាហានហ្នឹងចង់មកបំពេញទៅលើរាងកាយរបស់គាត់ចង់មកបំពេញទៅលើរាងកាយរបស់គាត់តើគាត់ត្រូវធ្វើម៉េចនិយាយគ្នាជាមួយនឹងបង្ហាក់អញ្ចឹងទៅអញ្ចឹងបង្ហាក់ក៏គាត់និយាយថាឥឡូវមានតែចេះទេទៅវត្តទៅឲ្យប្រសងព្រះអង្គស្រោចទឹកឲ្យអញ្ចឹងណាអញ្ចឹងក៏នាំគ្នាទៅវត្តមកក្រុមមានតែដល់ប្រសងព្រះអង្គក៏ស្រោចទឹកឲ្យដល់ស្រោចទឹកឲ្យហើយរួចទៅក៏ត្រឡប់មកវិញបងលៀងគាត់និយាយដូចថារំលងមកពីថ្ងៃបងលៀងគាត់តាក់ទងមកទៅគាត់ថានៅតែយកសពឃើញសង្សាររបស់គាត់ក៏ដោយគឺនៅតែយកសពឃើញគាត់ត្រូវធ្វើមិនអីចឹងទៅគាត់សួរវាបល់គ្នាអញ្ចឹងណាប៉ុន្តែបន្ទាប់ពីសួរគ្នាទៅក៏បង្ហាក់អីហ្នឹងក៏គាត់មិនដឹងថាត្រូវធ្វើមិនដែរបងប្អូនហើយអញ្ចឹងមានតែទៅរកពូនឹងវិញទៅលោកពូវិញអញ្ចឹងណាអញ្ចឹងគាត់ជាមួយនឹងគ្នាគាត់ម្នាក់ទៀតអញ្ចឹង2នាក់ហើយនឹងបងលៀងជាមួយនឹងសង្សារបងលៀង2នាក់ទៀតអញ្ចឹង4នាក់ទៅហ្នឹងក៏មិនជិះម៉ូតូដែរគឺជិះឡាននៅកាលគាត់ទៅបោះតង់វគ្គមុនគឺគាត់ជិះម៉ូតូទៅតែនេះគឺគាត់ជិះឡានទៅទៅដល់ហ្នឹងនៅពេលដែលជិះឡានទៅដល់ក៏ប្រាប់លោកពូនឹងថាពួកគាត់ទៅស្រោចទឹកហើយបងលៀងនឹងកាត់ទាំងគ្រោះទៀតប៉ុន្តែគឺអត់បាត់ទេគឺនៅតែឃើញខ្មោចហ្នឹងដែលយកសពឃើញអញ្ចឹងណាលោកពូគាត់មានប្រសាសន៍ថាអញ្ចឹងគឺមានតែធ្វើពិធីទេអញ្ចឹងពិធីហ្នឹងគឺធ្វើពិធីហៅខ្មោចហ្នឹងមកសួរទៅវាចង់បានអីឲ្យនឹងវាទៅឲ្យវាទៅអញ្ចឹងណាឲ្យវាឈប់មកតាមញញៃទៀតទៅអញ្ចឹងក៏បង្ហាក់គាត់ឆ្ងល់ថាលោកពូធ្វើអញ្ចឹងវាដូចជាយើងnữaទៅគោរពកោតខ្លាចខ្មោចហ្នឹងលោកពូគាត់ថាមិនមែនជាការគោរពកោតខ្លាចទេប៉ុន្តែហៅវាមកសួរនិយាយគ្នាចាំមើលទៅដឹងហើយអញ្ចឹងលោកពូហ្នឹងក៏គាត់រៀបពិធីបងប្អូនរៀបពិធីហ្នឹងគឺចំនៅកណ្ដាលរីសតហ្នឹងមកគាត់រៀបពិធីរបស់គាត់មានខ្សែសីមាខ្សែត្រឹមត្រូវនិយាយទៅដូចបង្ហាក់គាត់ថាដូចនៅក្នុងរឿងអញ្ចឹងក្នុងរឿងដែលគេមានពណ៌សីមាពណ៌អីហ្នឹងគឺគាត់ធ្វើដូចក្នុងរឿងអញ្ចឹងធ្វើរួចហើយក៏លោកពូហ្នឹងគាត់ធ្វើពិធីហៅមកមែនប៉ុន្តែគាត់ថាមកហ្នឹងគាត់អត់ឃើញទេប៉ុន្តែបងលៀងហើយជាមួយនឹងសង្សាររបស់គាត់ខ្លាចបងប្អូនគាត់ខ្លាចហើយលោកពូហ្នឹងគាត់និយាយទៅកាន់ខ្មោចហ្នឹងប៉ុន្តែបង្ហាក់គាត់ថាប្លែកតែគាត់អត់ឃើញទេហើយលោកគ្រូនឹងនិយាយបងលៀងនឹងសង្សារគាត់ខ្លាចចឹងមានតែខ្មោចហ្នឹងមកមែនអត់និយាយហើយចង់បានអីទៀតអញសួរឲ្យចង់បានស្អីទៀតហើយយូរទៅហើយកាន់តែយូរទៅហើយចឹងណានិយាយគ្នា1 2ចឹងទៅអូមែនខ្ញុំភ្លេចប្រាប់បងប្អូនអាពេលដែលវាមកហ្នឹងហើយបានចំណាំទៅវាមកបានដោយសារតែទោះបីជាគាត់មិនឃើញតែក្លិនគាត់ថាក្លិនជះមកក្លិនឡើងស្អុយហើយខ្យល់មកអញ្ចឹងក្លិនឡើងស្អុយអញ្ចឹងទៅហើយគាត់ថាពេលហ្នឹងមានស្លឹកឈើហោះដូចថាហោះជាផ្លូវអញ្ចឹងណាហោះតាមពីក្រោយវាមកអញ្ចឹងតែគាត់អត់មើលឃើញទេហើយណាមួយដំបូងគាត់អត់ដឹងទេគាត់ថាគាត់មានអារម្មណ៍ថាក្លិនស្អុយហើយនឹងឃើញខ្យល់វាមកផ្លូវអញ្ចឹងហើយបន្ទាប់មកគាត់ឃើញបងលៀងនិងសង្សាររបស់គាត់ខ្លាចហើយលោកគ្រូចាប់ដើមនិយាយមកគាត់ដឹងអូអាហ្នឹងជាអីដែលខ្មោចវាមកអញ្ចឹងក៏បន្ទាប់មកលឺនិយាយគ្នាបងប្អូននិយាយគ្នាចុះឡើងបើគាត់ថាគាត់លឺតែលោកគ្រូនិយាយហើយនឹងលឺសំឡេងបែបជីបបែបដូចសត្វចាប់អីនិយាយអញ្ចឹងគាត់លឺអាហ្នឹងតែបើគាត់តែឲ្យលឺវានិយាយគាត់អត់លឺវានិយាយថាម៉េចទេដល់តែនិយាយចន្លោះលោកគ្រូថាចាំអញឲ្យតែឯងឈប់ទៅតាមគេទៀតអញគាត់តែប្រាប់ទេឈប់ទៅតាមគេទៀតប្រយ័ត្នបានរបស់ហើយប្រយ័ត្នអញឡើងទៅកាប់ដើមគីនឹងចោលទៀតអញគាត់ប្រាប់ប៉ុណ្ណឹងគាត់និយាយចប់បងប្អូនស្បតែខ្យល់បក់វុបមកអញ្ចឹងទៅក៏ស្ងាត់ខ្យល់ស្ងាត់អីចឹងណាលោកគ្រូគាត់បែរមកនិយាយគាត់ថាវាសុំជ្រូកមួយក្បាលឲ្យវាអត់អញ្ចឹងក៏ពួកគាត់ថាអត់អីទេជ្រូកមួយក្បាលពួកគាត់ឲ្យបានអញ្ចឹងក៏បន្ទាប់មកក៏ចប់ណាបងប្អូនចូលសម្រាប់ស្អែកឡើងក៏ឲ្យលុយគាត់ឲ្យលុយលោកពូទៅទិញជ្រូកទិញជ្រូកមកយកឡើងទៅលើភ្នំហ្នឹងមានអ្នកភូមិមកប្រហែលជា1 អ្នក 2 អ្នកដែរអញ្ចឹងណាប្រុសមកជួយគ្នាអញ្ចឹងណាឡើងទៅដល់លើភ្នំក៏ធ្វើពិធីនៅលើហ្នឹងបងប្អូនចាក់កជ្រូកនៅលើហ្នឹងចាក់កជ្រូកបហូរឈាមនៅអង្គុលដើមគគីហ្នឹងបហូរឈាមរួចកាត់ក្បាលជ្រូកចេញដាក់ដោតនៅនឹងដើមកគីហ្នឹងនៅនឹងជើងដើមគីហ្នឹងដោតភឹបអញ្ចឹងរួចមកដូចថាគ្រឿងក្នុងហ្នឹងគឺដាក់ចងនៅនឹងទាំងអស់ហើយជ្រូកហ្នឹងគឺទុកនៅនឹងជ្រូកហ្នឹងវះមកដូចថាយើងវះវានេះមកដាក់នៅនឹងចោលនៅនឹងអញ្ចឹងទៅបន្ទាប់មកបងប្អូនដល់ល្ងាចឡើងមកបាច់ជា5លោកពូគាត់9 អ្នកភូមិឡើងទៅលើវិញគាត់ទៅយកអាសំណែនទាំងអស់ហ្នឹងចុះមកវិញយកក្បាលជ្រូកអីហ្នឹងយកមកគាត់ធ្វើដូចថាកាត់
ប្រលះកង់ឲ្យអ្នកភូមិនឹងយកទៅចែកគ្នាអីខ្លះអញ្ចឹងណាហើយខ្លះទៀតក៏គាត់ទុកធ្វើមកស្អីខ្លួនឯងហើយគាត់ប្រាប់ថាចង់ហូបអត់ក៏ធ្វើឲ្យពួកគាត់នេះអត់ទេតែថារបស់ហ្នឹងគឺគាត់សែនឲ្យគេហើយអញ្ចឹងគាត់អត់នេះទេអញ្ចឹងទៅក៏បន្ទាប់មកក៏លោកពូប្រាប់ថាចប់ហើយលេងមានអីទៀតហើយអញ្ចឹងណាពួកគាត់អាចត្រឡប់ទៅវិញបានអីចឹងទៅអញ្ចឹងគាត់ត្រឡប់មកពេញវិញទៅហើយក៏លេងមានជួបលេងមានអីទៀតទៅអាហ្នឹងជាអីដែលបង្ហាក់និងបង្លៀងគាត់បានយកគាត់ប្រាប់មកអញ្ចឹងណាបងប្អូនអញ្ចឹងសាច់រឿងរបស់បង្ហាក់និងបង្លៀងគឺមានតែប៉ុណ្្នឹងបងប្អូនហើយអញ្ចឹងសាច់រឿងនេះវាផ្ដល់ជាការអប់រំមួយដល់យើងដែរថាទៅណាទៅណីក៏ដោយបើកន្លែងគេហាមហើយឬក៏អីហើយកុំទៅកុំចេះតែប្រេះផ្ដាស់ចង់ទៅចង់អីចឹងណាអញ្ចឹងនេះស្នាដែលមានអ្នកគេចេះនៅក្បែរហ្នឹងចុះអត់មានមិនចប់ទៅហើយទេអីអញ្ចឹងគឺសាច់រឿងមានប៉ុណ្ណឹងបងប្អូនអរគុណមែនតើសម្រាប់ការតាមដានស្ដាប់របស់បងប្អូនមានដើមរហូតដល់ចប់អរគុណសម្រាប់ការ like share comment subscribe មួយវិញទៀតហ្នឹងក៏អរគុណទៅដល់បងប្អូនយើងសម្រាប់ការឧបត្ថម្ភថវិកាមកកាន់ខ្ញុំបាទជាចុងក្រោយក៏សូមជូនពរបងប្អូនទាំងគ្នាជួបតែសំណាងល្អសុខភាពល្អរកទទួលទៀតគ្មានបានរំលងតាមអ្វីគ្រប់បែបយ៉ាងក៏សូមឲ្យសម្រេចតាមការបងប្អូនរៀនខ្លួនរាល់ការធ្វើដំណើរមិនថាបងប្អូនទៅទីចិត្តឬក៏ទីឆ្ងាយទេក៏សូមឲ្យជួបតែសុខសុវត្ថិភាពនៅទាំងមកជួបតែអ្នកដែលគេរាប់អានជួបតែអ្នកដែលគេជួយយកអាសាពីខ្ញុំបាទឆ្នាំគុំខ្លាចយើងសន្យាថាជួបគ្នាថ្ងៃស្អែកតាមពេលវេលាហ្នឹងមកដល់ដែរជម្រាបលា